សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះដែរខ្ញុំនឹងធ្វើការសូមតាក់ទងជាមួយនឹងការបង្កើតVLAN នៅលើ Rogi Cloud App របស់យើងឬនិង Rogi Cloud នៅតាម web browser ដែលយើង login តាមកុំព្យូទ័រដូចគ្នាអញ្ចឹងក្នុងករណីដែលបងប្អូនជួបភ្ញៀវដែលគាត់មានតម្រូវការឲ្យបងប្អូនបង្កើតVLAN IP rank ផ្សេងសម្រាប់បុគ្គលិក VLAN IP rank ផ្សេងសម្រាប់ភ្ញៀវសម្រាប់ device ផ្សេងៗគឺបងប្អូនអាច check មើល follow ទៅតាម step ទាំងបានដូចគ្នាតាក់ទងជាមួយនឹងការបង្កើតVLAN នៅលើ Rogi router ឬក៏ EG EC gateway របស់យើងហ្នឹងអញ្ចឹងនៅក្នុង network របស់យើងខ្ញុំមានតាក់ទងជាមួយនឹង router EG 105ដែលជា gateway របស់យើង switch ហើយនិង AP របស់យើងពីរគ្រាប់ដូចគ្នាអញ្ចឹង default VLAN របស់ Rogi គឺដូចបងប្អូនដឹងស្រាប់ហើយគឺ192.168.110.0/24ហ្នឹងអញ្ចឹងថ្ងៃនេះដែរយើងនឹងធ្វើការ create ទៅលើ VLAN ថ្មីអញ្ចឹងតាមរយៈ app យើងនឹង create VLAN 10សម្រាប់ Wi-Fi ថ្មី VLAN 20សម្រាប់ខ្សែហើយនិង VLAN 50សម្រាប់ Wi-Fi guest នៅលើ web browser របស់យើងដូចគ្នាអញ្ចឹងយើងចូលទៅកាន់ Rogi Cloud របស់យើងខ្ញុំនឹងចូលទៅកាន់ demo project របស់យើងដើម្បីធ្វើការបង្កើត VLAN តាមអីដែលយើងក្រុងទុកហ្នឹងអញ្ចឹងយើងចូលមក demo project យើងអុសកាន់ e-workflow របស់យើងខាងក្រោមនេះឡើងលើមកអញ្ចឹងបើសិនជាបងប្អូនអត់ឃើញមានប៊ូតុងឬក៏ feature ដូចរបស់ខ្ញុំនេះទេបងប្អូនអាចចូលទៅកាន់កន្លែង e-workflow ខាងលើដែលមានសញ្ញាព្រំចុះក្រោមនេះបងប្អូនអាចដូរចុចមកដូរមកយក customize ដូចរបស់ខ្ញុំនេះមកបងប្អូននឹងឃើញfeature ដូចទៅនឹងអីដែលខ្ញុំសូនេះហើយអញ្ចឹងខ្ញុំ recommend ឲ្យយើងដូរទៅ customize ទៅដោយសារតែនៅក្នុង template customize ហ្នឹងវាមាន feature ឲ្យយើង configuration បានច្រើនជាងមុនងាយស្រួលឲ្យយើងធ្វើការ configure តាម mobile app អញ្ចឹងណាអញ្ចឹងវាអត់មានប៉ះពាល់ទៅលើ project របស់បងប្អូនទេយើងគ្រាន់តែដូរអាហ្នឹងគឺវាតកតងតែជាមួយនឹង feature ដែលវាសូនៅក្នុង e-workflow នេះឯងអញ្ចឹងបងប្អូនអាចដូរនៅរាល់ project ផ្សេងៗទៅកាន់ customize ដូចគ្នាអញ្ចឹងដើម្បីបង្កើត VLAN បានគឺយើងចូលទៅកាន់ពាក្យ VLAN feature VLAN នេះមកអញ្ចឹងយើងឃើញតកតងជាមួយនឹងយើងមាន default VLAN មួយ IP rank 110.1 ហ្នឹងដែលយើងកំពុង connect ឥឡូវហ្នឹងអញ្ចឹងយើងធ្វើការបង្កើត VLAN ថ្មីសម្រាប់ Wi-Fi VLAN 10អញ្ចឹងយើងចូលទៅកាន់ add ខាងលើនេះមកអញ្ចឹងគេនឹងឲ្យយើងរើសថាយើងបង្កើតជា wireless VLAN សម្រាប់ Wi-Fi ឬក៏ wire VLAN សម្រាប់ connect ខ្សែដូចគ្នាអញ្ចឹងយើង click លើ wireless មកដោយសារយើងបង្កើតសម្រាប់ Wi-Fi ថ្មីហើយ click OK មកអញ្ចឹងវានឹងឲ្យយើងដាក់ឈ្មោះ Wi-Fi ថ្មីរបស់យើងអញ្ចឹងខ្ញុំដាក់ឈ្មោះ Wi-Fi 60ហ្នឹងយើងដាក់ Wi-Fi VLAN 10ចុះឲ្យដូចឈ្មោះឲ្យដូចទៅនឹង VLAN របស់យើង Wi-Fi VLAN 10អញ្ចឹង encryption គឺយើងត្រូវបើកដើម្បីដាក់ password បានអញ្ចឹងដោយសារវាជា demo ខ្ញុំដាក់ password 1.9ចុះអូខេ VLAN ID យើងអាចដូរទៅតាមអីដែលយើង plan ហ្នឹងគឺ VLAN 10អញ្ចឹង IP វានឹង auto generate ឲ្យយើង192.168.10បើសិនជាយើងអត់ពេញចិត្ត RAM ហ្នឹងទេយើងអាចកែ customize ខ្លួនឯងបានដូចគ្នាទៅទៅមួយនឹងកន្លែងនេះដូចគ្នាអញ្ចឹងតទៅពីយើង ready ហើយយើងអាច click save បានអញ្ចឹងវានឹងចាប់ផ្ដើមធ្វើការ delivery ទៅលើ configuration ហ្នឹងទៅកាន់ device នៅក្នុង network របស់យើងរួចអញ្ចឹងពេលដែលរួចរាល់វាដាក់ succeed សញ្ញាគ្រីសហ្នឹងមកយើង click OK មកគឺយើងនឹងឃើញមាន VLAN ថ្មីគឺ rank 10ហ្នឹងសម្រាប់ Wi-Fi ថ្មីអញ្ចឹងយើងចូលទៅមើលថាតើ Wi-Fi VLAN 10របស់យើងវា broadcast មកនៅឥឡូវខ្ញុំកំពុង click Wi-Fi demo របស់យើង rank 110ខ្ញុំចាប់បាន IP លេខ6
ចឹងយើងរកមើល Wi-Fi VLAN 10របស់យើង broadcast មកយើងអាច connect សាកមើលបានអូខេ1ដល់9 connect ចឹងយើង connect បានយើងមើល IP គឺយើងចាប់បាន rank 10វិញចឹងបើយើងចង់បង្កើត VLAN ថ្មីសម្រាប់ខ្សែគឺយើងអាច click add មកដូចគ្នាយើងយកពាក្យ wire វិញមក click OK ចឹងវានឹងឈ្មោះ VLAN wire យើងដាក់ wire VLAN 20ចឹង ID យើងដូរទៅតាម plan របស់យើងដាក់20ចឹងវា auto generate ចឹងតាក់ទងជាមួយនឹង wire វានឹងឲ្យយើង select ថាតើយើងចង់ apply VLAN ហ្នឹងទៅកាន់ switch port ណាខ្លះចឹងយើងអាចមើលទៅនៅក្នុងដោយសារតែនៅក្នុងនេះនៅក្នុង network របស់ខ្ញុំមាន switch ចឹងទៅខ្ញុំអាច select ថា switch port មួយណាដែលយើងចង់ apply VLAN ហ្នឹងចឹងយើងអាច select switch port លេខ5និង AP របស់យើង port LAN 5ដូចគ្នាសម្រាប់ apply VLAN ហ្នឹងចឹងវានឹងធ្វើការ delivery ទៅលើ configuration ហ្នឹងទៅកាន់ device របស់យើងចឹងវានឹងចាប់ផ្ដើម delivery configuration ហ្នឹងទៅហើយចឹងបន្ទាប់ពីវា success គឺបងប្អូនអាចបើមាន device បងប្អូនអាចយកខ្សែដោតទៅលើ port ដែលយើង apply VLAN ហ្នឹងដើម្បី test បានដូចគ្នាចឹងយើងឃើញយើងមាន VLAN ថ្មីមួយទៀតហើយគឺ VLAN RAM 20ហ្នឹងដូចគ្នាចឹងសម្រាប់ការបង្កើត VLAN តាម mobile app របស់យើងគឺមានភាពងាយស្រួលដូចគ្នាចឹងមួយទៀតបើសិនជាបងប្អូនអត់ចង់ឲ្យ VLAN ទាំងអស់ហ្នឹងអាច access គ្នាបានទេមានន័យថា VLAN បើសិនជាយើងអត់ធ្វើតែប៉ុណ្ណឹង VLAN 10វាអាច ping ទៅរក device នៅក្នុង VLAN 20បានដដែលគ្រាន់តែវា IP rank ផ្សេងគ្នាអញ្ចឹងដើម្បី prevent នៅការ access ពី VLAN មួយទៅ VLAN មួយបងប្អូនចូលមកកាន់ e-workflow ដដែលហើយចូល tab advanced មកហើយបងប្អូនអូសទៅខាងក្រោមបងប្អូន select ពាក្យ access control នេះមកនេះគេតម្រូវឲ្យយើង connect ទៅ Wi-Fi ឬ Demo សិនដើម្បីដោយសារតែវាត្រូវការ default VLAN នៅក្នុងការ configuration ទៅលើ filter នឹងដូចគ្នាតែបើយើងចូលតាម web គឺមានភាពងាយស្រួលជាងនឹងដូចគ្នាអញ្ចឹងបន្ទាប់ពីយើងដូរ Wi-Fi យើងអាច connect បានអញ្ចឹងគេក៏បញ្យល់តាក់ទងvớiការធ្វើ access control ហ្នឹងគឺយើង prevent តាក់ទងជាមួយនឹង VLAN មួយកុំឲ្យវា access រកគ្នាអញ្ចឹងបានន័យថាយើងនឹង move VLAN ណាដែលយើងអត់ចង់ឲ្យវាស្គាល់គ្នាបានន័យថាយើងនឹង move ទៅកាន់ isolation zone ហ្នឹងអញ្ចឹងក៏គេបញ្ជាក់ប្រាប់យើងដូចគ្នាថា network នៅក្នុង isolation zone ហ្នឹងគឺអត់អាច access រកគ្នាបានទេអញ្ចឹងបានន័យថានៅពេលដែលយើង move ចូលទៅក្នុងហ្នឹងហើយគឺ VLAN ទាំងអស់ហ្នឹង device នៅក្នុង VLAN 10គឺអត់អាចស្គាល់ device នៅក្នុង VLAN 20បានទេអញ្ចឹងបើសិនជាវានៅក្នុង inter networking zone នេះគឺវាអាច access រកគ្នាបានអញ្ចឹងគឺយើងគ្រាន់តែ click OK មកអញ្ចឹង success គឺយើងអាច VLAN ទាំងអស់ហ្នឹងគឺនឹងលេង access រកគ្នាបានអញ្ចឹងការ configure VLAN ហើយនឹង isolate VLAN កុំឲ្យស្គាល់គ្នានៅតាម mobile app របស់យើងគឺមានប៉ុណ្ណឹងអញ្ចឹងយើងចូលទៅកាន់ web ម្ដងថាតើយើងបង្កើត VLAN តាមរយៈ Ruchi Cloud តើយើងធ្វើបែបម៉េចចឹងនៅក្នុង cloud web របស់ខ្ញុំគឺខ្ញុំមានតាក់ទងជាមួយនឹង project ដូចតែបងប្អូនឃើញនៅក្នុង mobile app មុននឹងដូចគ្នាអញ្ចឹងយើងចូលទៅកាន់ demo project ហ្នឹងមកអញ្ចឹងសម្រាប់ web គឺយើងមាន VLAN 50សម្រាប់ Wi-Fi guest ដូចគ្នាអញ្ចឹងបងប្អូនអាចចូលទៅមើលក្នុង device gateway configuration VLAN អញ្ចឹងបងប្អូននឹងឃើញតាក់ទងមួយនឹង VLAN ដែលយើងបង្កើតមកមុនហ្នឹង Wi-Fi VLAN 10 VLAN 20មុនហ្នឹងគឺវា auto create នៅក្នុង
gateway របស់យើងអញ្ចឹងយើង access ពី cloud ឬក៏ពី web គឺយើងអាចឃើញបានដូចគ្នាអញ្ចឹងសម្រាប់ថាតើការបង្កើត VLAN នៅតាម web យើងធ្វើបែបម៉េចវិញអញ្ចឹងគឺយើងចូលទៅកាន់ network wire នេះមកយើងចូលទៅកាន់ពាក្យ network អញ្ចឹងគឺដូចគ្នាស្តៀងគ្នាទៅនឹង cloud គ្រាន់តែថានៅលើ web វាងាយស្រួលមើលជាងនៅលើ cloud របស់យើងបន្តិចវាធំជាងអញ្ចឹងនេះ VLAN ដែលយើងបង្កើតនៅលើទូរស័ព្ទមុនហ្នឹងអញ្ចឹងយើងបង្កើត VLAN ថ្មីសម្រាប់ Wi-Fi cache របស់យើង add Wi-Fi network មកអញ្ចឹងដាក់ឈ្មោះguest Wi-Fi អញ្ចឹងនៅលើ guest Wi-Fi ខ្ញុំអត់ចង់ដាក់password ទេឲ្យវា open disable password ចោលហើយយើង click next អញ្ចឹងយើងតាក់ទងជាមួយនឹងអានេះគឺឈ្មោះ VLAN យើងអាចដាក់VLAN guest ID គឺ50ដែលយើង plan មុនហ្នឹងអញ្ចឹងវានឹង auto generate ឲ្យយើងរួចស្រេច rank ដែលត្រូវបោះអញ្ចឹងយើងមើលត្រូវទៅតាម plan របស់យើងហើយយើងអាច click next បានអញ្ចឹងវានឹងធ្វើការ delivery ទៅលើ configuration ហ្នឹងទៅកាន់ device របស់យើងទាំងអស់អញ្ចឹងវានៅក្នុង web វារៀង detail ជាងនៅលើទូរស័ព្ទតិចថាវា delivery ទៅលើ configuration ទៅលើ device ណាខ្លះវា delivery configuration នៃខ្លះគឺវាបញ្ជាក់ប្រាប់យើងអញ្ចឹងយើងចាំវាតិចទៅវានឹងធ្វើការ perform configuration ទៅកាន់ device អញ្ចឹង success យើងអាច check network មកគឺយើងឃើញ VLAN ថ្មីរបស់យើងដែលត្រូវបានbroadcast ហ្នឹងអញ្ចឹងយើងចូលទៅមើលនៅក្នុង device config ហើយ Wi-Fi ក៏យើងនឹងឃើញ Wi-Fi guest Wi-Fi ថ្មីរបស់យើងដូចគ្នាដែលយើងទៅកើតមុនហ្នឹងហើយបើយើងចង់ change setting ផ្សេងៗគឺយើងអាចចូល edit ដូរ setting បានដូចគ្នាអញ្ចឹងដូចគ្នាមុនហ្នឹងគឺពេលដែលយើងបង្កើត VLAN ហើយយើងត្រូវការ isolate វាដើម្បីកុំឲ្យវា access រកគ្នាបានអញ្ចឹងនៅក្នុង web ក៏យើងអាចធ្វើបានដូចគ្នាយើងចូលទៅកាន់ network wire ហើយនឹង network access control នេះមកគឺដូចតែនឹងនៅក្នុង mobile app របស់យើងមុនហ្នឹងក៏វាធំជាងស្រួលមើលអញ្ចឹងយើងទាញVLAN guest ចូលមកមួយទៀតហើយយើង click save មកគឺវាលែង access រកគ្នាបានអញ្ចឹងយើងមើលតើ Wi-Fi guest របស់យើងវា broadcast ហើយនៅអញ្ចឹងយើងឃើញ Wi-Fi guest របស់យើងវាbroadcast ហើយ guest Wi-Fi របស់យើងអញ្ចឹងតាក់ទងជាមួយនឹងយើងចូលទៅមើលនៅក្នុងswitch នៅក្នុង router របស់យើងគឺយើងនឹងឃើញមាន VLAN ថ្មីរបស់យើងមកដូចគ្នាអូខេអញ្ចឹងតាក់ទងជាមួយនឹងការបង្កើត VLAN គឺមានភាពងាយស្រួលបែបនេះនៅក្នុង Rogi Cloud មិនថានៅលើ web ឬក៏នៅលើ mobile application នេះហើយមួយទៀតតាក់ទងជាមួយនឹងការធ្វើ static IP ទៅលើ device នៅក្នុង network របស់យើងអញ្ចឹងឧទាហរណ៍ដូចយើងចង់ឲ្យ AP នេះនឹង switch នឹងចាប់បានតែ IP នឹងរហូតពេលដែលវា renew DHCP អញ្ចឹងគឺយើងអាចចូលទៅកាន់ network wide IP management អញ្ចឹងយើង enable មកហើយយើងចង់ manage ទៅលើ VLAN rank ណាយើងអាច tick ទាំងអស់មកអញ្ចឹងវានឹងចេញមកបែបនេះអញ្ចឹងឧទាហរណ៍នៅក្នុង VLAN មួយយើងឃើញមាន IP ដែលប្រើគឺមានប៉ុណ្ណឹងយើងមានswitch របស់យើងមាន AP ហើយយើងមានទូរស័ព្ទដៃរបស់ខ្ញុំអញ្ចឹងបើយើងចង់ឲ្យវា IP 110.2 ហ្នឹងជាប់នៅលើ switch រហូតយើងគ្រាន់តែដាក់ម៉ៅលើ IP លេខ2ហ្នឹងមកហើយយើង click បាញនេះមកអញ្ចឹងវានឹង load សញ្ញាបាញនេះបានន័យថារាល់ពេល start up មកគឺ device ហ្នឹងនឹងចាប់បាន IP នឹងរហូតអញ្ចឹងបើសិនជាយើងមានតាក់ទងជាមួយនឹង IP កាមេរ៉ាផ្សេងៗយើងអាចធ្វើការបានដូចគ្នាហើយសម្រាប់ RAM ផ្សេងក៏ដូចគ្នាគឺយើងអាចធ្វើការ manage បានដូចគ្នាបាទអញ្ចឹងមួយទៀតបើយើង log ចូល direct ទៅកាន់ router របស់យើងថាតើយើងឃើញមាន VLAN ដូចតែយើងបង្កើតនឹងអត់សាក log មើលតិចមើលអញ្ចឹងដើម្បី log in direct ទៅកាន់ device មួយយើងអាច click tick លើ device ហ្នឹងហើយយើងយកពាក្យ e-web នេះមកអញ្ចឹងតាក់ទងមួយ tunnel ថាយើងចង់ឲ្យវា spy អញ្ចឹងបើយើង log តាម template ទេយើងអាចដាក់តាម1ម៉ោងនេះទៅបានហើយចាំបើយើងចង់ log ភាសាទៀតចាំយើង create ភាសាទៀតទៅ
ចឹងវាចាប់ផ្ដើម create tunnel ចឹងតកតងមួយការ login direct របស់ Roji យើងអត់ចាំបាច់ត្រូវការទៅ on site រហូតទេគឺយើងអាច login direct ទៅកាន់ device មួយតាមរយៈ tunnel ដែលវាបង្កើតហ្នឹងពីខាងក្រៅមកបានដូចគ្នាចឹងយើង open with domain គេ recommend មកគឺវានឹងចាប់ផ្ដើមធ្វើការ login direct ទៅកាន់ router របស់យើងនៅ gateway ចឹងវានឹងឃើញបែបនេះគឺយើង click លើពាក្យ gateway នេះមកគឺដូចតែនឹងយើង login direct ចូលទៅកាន់ router របស់យើងចឹងយើងឃើញមានតកតងមួយនឹង configuration យើងចូលទៅកាន់ LAN យើងឃើញមាន VLAN ដូចតែយើងឃើញនៅលើ cloud ដូចគ្នាយើងមាន VLAN default យើងមាន RAM 110ហ្នឹងយើងមាន VLAN 10 RAM 10 VLAN 20 RAM 20ហើយនិង VLAN 50 RAM 50ដូចគ្នាហើយតកតងមួយនឹង port ដែល assign VLAN យើងអាចមើលបានដូចគ្នាចឹងអានេះគឺសម្រាប់ការ login direct ចឹង login direct យើងអត់ចាំបាច់ត្រូវការ access ទៅកាន់ site ហើយដោត direct ទៅ router ដើម្បី login នេះគឺយើងអាច login direct ទៅកាន់ device មួយរបស់ Roji តាមរយៈ tunnel នេះបានដូចគ្នាចឹង Roji គឺផ្ដល់ភាពងាយស្រួលសម្រាប់បងប្អូនដូចគ្នាចឹងសម្រាប់ការបង្កើត VLAN ហើយនិង isolate VLAN ទាំងអស់នឹងកុំឲ្យស្គាល់គ្នាគឺយើងមានប៉ុណ្ណឹងចឹងយើងជួបគ្នានៅកាន់វីដេអូក្រោយសម្រាប់ feature ផ្សេងទៀតអរគុណបងប្អូនដូចគ្នា